và bông bồn từng ở cái phải chỉ score cho bà như cái chỉ sát chân lên hay sát chân lên đi phong đá cái dọc từ từ trên nồi nằm bay ở trái xí rồi có giờ từ từ chỉ nằm cái rồi cái xemខ្ញុំបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិព្រៃរិស័យឃុំព្រៃរិស័យស្រុកល្វាអែមខេត្តកណ្ដាលបាទនៅគណៈពេលវេលានេះដែរថ្ងៃទី9ខែតុលាឆ្នាំ2025ឃើញថាទឹកកំពុងតែហូរកាត់ផ្លូវយ៉ាងខ្លាំងដែលជាផ្លូវក្រោយផ្ទះប្រជាពលរដ្ឋបាទដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កើនការប្រុងប្រយ័ត្នទាំងអស់គ្នាហើយពិសេសចំពោះកូនក្មេងតូចៗកុំឲ្យគាត់មកលេងតាមគ្នារក្សាសន្ទុះទឹកកំពុងតែឡើងខ្លាំងហើយផ្លូវក្រោយទាំងមូលដែលស្ថិតនៅក្នុងភូមិព្រៃរិស័យនឹងអាចលិចទាំងស្រុងនៅតំបន់ដែលទំនាបបាទខ្ញុំបាទសូមគុណសូមជម្រាបលាបាទហើយនេះផងដែរគឺជាចន្លេនបងប្អូនទាំងអស់គ្នាអាចនឹងស្គាល់ហើយភាគច្រើនរៀងរាល់ដែលមានទឹកជំនន់លិចឡើងគឺតែងតែមានសត្វចន្លេនវាឡើងគោកហើយមានបងប្អូនខ្លះក៏គាត់ញញើតខ្លាចហើយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំអត់ខ្លាចទេហើយក៏មិនញញើតដែរដោយសារខ្ញុំឃើញជាទូទៅហើយសត្វចន្លេននេះដែរគេយកទៅធ្វើជានុយដើម្បីឲ្យត្រីស៊ីឬក៏គេយកទៅធ្វើថ្នាំកែរោគព្យាបាលជំងឺផ្សេងហើយចំពោះបងប្អូនមួយចំនួនដែលគាត់មិនធ្លាប់បានឃើញឬក៏មិនដែលស្គាល់សត្វចន្លេនពេលដែលគាត់មើលវីដេអូនេះហើយពួកគាត់អាចនឹងមានអារម្មណ៍ភ័យខ្លាចឬក៏ញញើតដោយសារតែជាក់ស្ដែងបងប្អូនមើលទៅគឺវាលូនទៅទំនងគួរឲ្យខ្លាចដែរប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំស្គាល់ពីវាច្បាស់អញ្ចឹងខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចឬក៏ញញើតអីទេព្រោះខ្ញុំធ្លាប់កាន់វាដែរបាទហើយក្រឡេកមកមើលគូស្នេហ៍មួយគូនេះវិញគាត់កំពុងតែហែលទឹកបណ្ដើរគ្នាលេងបាទហើយទស្សនវិជ្ជានេះដែរខ្ញុំថតនៅជុំវិញផ្ទះបងស្រីរបស់ខ្ញុំដែលត្រូវបានទឹកលិចបាទឆ្នាំនេះទឹកធំជាងសូមបងប្អូនមកការប្រុងប្រយ័ត្នទាំងអស់គ្នាពិសេសគឺចំពោះក្មេងៗកុំឲ្យលេងទឹកតាមគ្នាបាទហើយខ្ញុំមិនមានអ្វីដែលត្រូវអធិប្បាយបន្តទៀតទេអញ្ចឹងសូមបងប្អូនទស្សនាទស្សនវិជ្ជាទាំងមូលបាទសូមអរគុណបាទបងប្អូនហើយនេះគឺជាទស្សនវិជ្ជានៅតាមដងទន្លេក្រោយផ្ទះប្រជាពលរដ្ឋបាទទន្លេនេះគេហៅដៃទន្លេឬក៏ទន្លេក្នុងទឹកដីស្រុកល្វាអែមដែលមានព្រំប្រទល់ជាប់ខេត្តព្រៃវែងបាទខាងកើតជាប់ព្រៃវែងខាងលិចជាប់ស្រុកល្វាអែមខេត្តកណ្ដាលបាទសូមបងប្អូនចេញទស្សនាបន្តទៀតបាទអរគុណthằng cái gì thằng dơ lại thằng say này dùng ai dơ 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 dơ
เอาไหม